นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะមានខ្ញុំសូមអានគម្ពីរទាំងត្រៃលេខ10ជូនពុកម៉ែបងប្អូនស្ដាប់ព្រះមានព្រះភិក្ខបានត្រាស់យ៉ាងនេះថាមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះការពិចារណាធម៌ជាគ្រឿងពិចារណាខាងក្នុងរមែងពិចារណាថាទុក្ខគឺជារាយនិងមរណៈនេះមានប្រការច្រើនមានប្រការផ្សេងតែងកើតឡើងក្នុងលោកទុក្ខនេះមានអ្វីជាហេតុមានអ្វីជាទីកើតមានអ្វីជាកំណើតមានអ្វីជាប្រភពណកាលបើមានអ្វីទើបមានជរានិងមរណៈកាលបើគ្មានអ្វីទើបគ្មានជរានិងមរណៈកាលភិក្ខុពិចារណាក៏រមែងដឹងយ៉ាងនេះថាទុក្ខគឺជារានិងមរណៈនេះមានប្រការច្រើនមានប្រការផ្សេងតែងកើតឡើងក្នុងលោកទុក្ខនេះឯងមានឧបธิជាហេតុមានឧបธิជាទីកើតមានឧបธิជាកំណើតមានឧបธิជាប្រភពកាលបើមានឧបธิទើបមានជរានិងមរណៈកាលបើឧបธิមិនមានជរានិងមរណៈក៏មិនមានភិក្ខុនោះរមែងដឹងច្បាស់នៅជរានិងមរណៈផងដឹងច្បាស់នៅហេតុជាទីកើតនៃជរានិងមរណៈផងដឹងច្បាស់នៅទីរលត់ជរានិងមរណៈផងដឹងច្បាស់នៅបដិបទាជាដំណើរទៅដល់សមគួរដល់ការរលត់នៃជរានិងមរណៈនោះផងជាអ្នកប្រតិបត្តិយ៉ាងនេះប្រព្រឹត្តធម៌សមគួរតាមធម៌ផងមនាលភិក្ខុទាំងឡាយភិក្ខុនេះតថាគតពោលថាជាអ្នកប្រតិបត្តិដើម្បីការអស់នៃទុក្ខដោយប្រពៃដើម្បីការរលត់នៃជរានិងមរណៈដោយប្រការទាំងពួងប្រការមួយទៀតការភិក្ខុនឹងពិចារណាធម៌ជាគ្រឿងពិចារណាខាងក្នុងតទៅទៀតក៏រមែងពិចារណាថាឧបธิនេះសោតមានអ្វីជាហេតុមានអ្វីជាទីកើតមានអ្វីជាកំណើតមានអ្វីជាប្រភពកាលបើមានអ្វីទើបមានឧបธิកាលបើគ្មានអ្វីទើបគ្មានឧបธิកាលភិក្ខុនោះពិចារណាក៏រមែងដឹងយ៉ាងនេះថាឧបธิមានតណ្ហាជាហេតុមានតណ្ហាជាទីកើតមានតណ្ហាជាកំណើតមានតណ្ហាជាប្រភពកាលបើមានតណ្ហាទើបមានឧបธิកាលបើគ្មានតណ្ហាទើបគ្មានឧបธิភិក្ខុនោះក៏រមែងដឹងច្បាស់នៅឧបธิផងដឹងច្បាស់នៅទីកើតនៃឧបธิផងដឹងច្បាស់នៅទីរលត់នៃឧបธิផងដឹងច្បាស់នៅបដិបទាជាដំណើរដ៏សមគួរដល់ការរលត់ឧបธิនោះផងជាអ្នកប្រតិបត្តិយ៉ាងនោះប្រព្រឹត្តធម៌សមគួរតាមធម៌ផងមនាលភិក្ខុទាំងឡាយភិក្ខុនេះតថាគតពោលថាជាអ្នកប្រតិបត្តិដើម្បីការអស់នៃទុក្ខដោយប្រពៃដើម្បីការរលត់នៃឧបธิដោយប្រការទាំងពួងប្រការមួយទៀតការភិក្ខុពិចារណានៅធម៌ជាគ្រឿងពិចារណាខាងក្នុងរមែងពិចារណាថាតណ្ហានេះកាលដែលកើតឡើងតើកើតក្នុងទីណាកាលដែលតាំងនៅតើតាំងនៅក្នុងទីណាកាលភិក្ខុនោះពិចារណាទៅក៏រមែងដឹងយ៉ាងនេះថាអារម្មណ៍ណាក្នុងលោកដែលជាសភាពគួរស្រឡាញ់ជាសភាពគួរឲ្យត្រេកអរតណ្ហានោះកាលដែលកើតឡើងតែងកើតឡើងក្នុងអារម្មណ៍នោះកាលដែលតាំងនៅតែងតាំងនៅក្នុងអារម្មណ៍នោះតើអារម្មណ៍អ្វីដែលជាសភាពគួរឲ្យស្រឡាញ់ជាសភាពគួរឲ្យត្រេកអរក្នុងលោកចក្ខុជាសភាពគួរឲ្យស្រឡាញ់ជាសភាពគួរឲ្យត្រេកអរក្នុងលោក
សោតៈជាសភាពគួរឲ្យស្រឡាញ់ជាសភាពគួរឲ្យត្រេកអរក្នុងលោកខៀនអ្នកជាសភាពគួរឲ្យស្រឡាញ់ជាសភាពគួរឲ្យត្រេកអរក្នុងលោកជីវហាជាសភាពគួរឲ្យស្រឡាញ់ជាសភាពគួរឲ្យត្រេកអរក្នុងលោកកាយជាសភាពគួរឲ្យស្រឡាញ់ជាសភាពគួរឲ្យត្រេកអរក្នុងលោកចិត្តជាសភាពគួរឲ្យស្រឡាញ់ជាសភាពគួរឲ្យត្រេកអរក្នុងលោកតណ្ហានោះកាលដែលកើតឡើងក៏កើតក្នុងអារម្មណ៍នោះកាលដែលតាំងនៅក៏តាំងនៅក្នុងអារម្មណ៍នោះមនាលភិក្ខុទាំងឡាយពួកសាមណៈឬព្រាហ្មណ៍ណានិមួយក្នុងកាលដែលកន្លងទៅហើយបានឃើញនៅអារម្មណ៍ដែលជាសភាពគួរឲ្យស្រឡាញ់ជាសភាពគួរឲ្យត្រេកអរក្នុងលោកថាទៀងបានឃើញថាជាសុខបានឃើញថាជារបស់ខ្លួនបានឃើញថាជារបស់គ្មានរោគបានឃើញថាជារបស់ក្សេមក្សានសាមណៈឬព្រាហ្មណ៍ទាំងអំបាលនោះឈ្មោះថាញ៉ាំងតណ្ហាឲ្យចម្រើនឡើងពួកសាមណៈឬព្រាហ្មណ៍ណាតាំងតណ្ហាឲ្យចម្រើនឡើងពួកសាមណៈឬព្រាហ្មណ៍នោះឈ្មោះថាញ៉ាំងឧបធិឲ្យចម្រើនឡើងពួកសាមណៈឬព្រាហ្មណ៍ណាញ៉ាំងឧបធិឲ្យចម្រើនឡើងពួកសាមណៈឬព្រាហ្មណ៍នោះឈ្មោះថាញ៉ាំងទុក្ខឲ្យចម្រើនឡើងពួកសាមណៈឬព្រាហ្មណ៍ណាញ៉ាំងទុក្ខឲ្យចម្រើនឡើងតថាគតពោលថាពួកសាមណៈឬព្រាហ្មណ៍នោះឈ្មោះថាមិនរួចចាក់ជាតិជរាមរណៈសេចក្តីសោកសេចក្តីខ្សឹបខ្សួលសេចក្តីលំបាកកាយសេចក្តីលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តមិនរួចចាក់ទុកឡើយចាសូមអរគុណ